ពេលគ្រួសារទាំងមូលស្ថិតនៅក្នុងភាពចលាចលនាងបានព្យាយាមថែរក្សាកូនប្រុសរបស់នាងឲ្យបានលឿនបំផុតក្នុងនាមជាម្ដាយនៅពេលដែលនាងឃើញកូនប្រុសដេកសន្លប់បែបនោះនាងមានអារម្មណ៍ថារឿងនោះដូចជាយូរខ្លាំងណាស់បន្ទាប់មកពួកគេទាំងពីរបានចេញពីផ្ទះដើរទៅផ្សារដើម្បីឲ្យអាធរបានហាត់ប្រាណសាច់ដុំឡើងវិញផងដែរពេលនោះអាធរបានឃើញវត្ថុគួរឲ្យស្រឡាញ់មួយហើយចង់ទិញវាឲ្យប្អូនស្រីអេលេណូផងដែរចំណែកអាលីសបានបង្ហាញថានាងកំពុងដើរនៅរហាងមួយចំនួនផងដែរដោយសារតែជំនួយរបស់តាប៊ីថានាងបានបង្កើតទំនាក់ទំនងជាច្រើនដើម្បីចែកចាយទំនិញទៅកាន់ហាងលក់គ្រឿងទេសទូទាំងទីក្រុងក្រោយត្រឡប់មកផ្ទះវិញម្ដាយនិងកូនបានរើពុកកំពុងនិយាយយ៉ាងតឹងរឹងជាមួយនរណាម្នាក់រឿងគឺវាបែបនេះបន្ទាប់ពីកូនប្រុសគាត់ស្ទើរតែត្រូវបានសម្លាប់នោះស្ដេចគ្រាន់តែនិយាយថាវាគឺជាហេតុការណ៍តូចមួយប៉ុណ្ណោះហើយផ្ញើប្រាក់មួយចំនួនមកធ្វើជាសំណងរឿងមកពីទាហានជួលពីរនាក់ដែលមានចិត្តរឹងរូសបានវាយប្រហារមកលើអ្នកដទៃហើយពួកគេត្រូវបានបណ្ដេញចេញហើយប៉ុន្តែសេនុនមិនយល់ព្រមឲ្យពួកគេរួចផុតងាយៗបែបនោះទេបុរសនោះបានរំលឹកថាអាធរគឺជាអ្នកដែលហ៊ានប្រកួតប្រជែងជាមួយស្ដេចជាមុនដូច្នេះនេះជាដំណោះស្រាយដែលល្អបំផុតហើយក៏មិនទទួលខុសត្រូវចំពោះការរៀបជ្រែករបស់សេនុនឡើយអាធរមានភាពស្ងប់ស្ងាត់ជាងមុនបន្តិចព្រោះគាត់មិនចង់ធ្វើឲ្យរឿងធំជាងនេះទៀតទេហើយគាត់ក៏ពិនិត្យមើលស្ថានភាពរបស់ស្ដេចបារាំងផងដែរបុរសនោះនិយាយថាសេបាស្ទៀនក៏ត្រូវបានបណ្ដេញចេញនិងត្រូវយកទៅព្យាបាលជើងផងដែរពេលគាត់ភ្ញាក់ឡើងភ្លាមគាត់បានស្រែកថាអាធរគឺជាអ្នកវាយប្រហារគាត់ប៉ុន្តែក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់ពីក្រុមប្រឹក្សាបានសន្និដ្ឋានថាគឺជាក្រុមទាហានជួលបះបោរមកពីភីគីផ្សេងដែលបានញុះញង់សេបាស្ទៀនឲ្យចំអកចំពោះវិញ្ញាណបារាំងរបស់គាត់ទេស្ដេចមានការសោកស្ដាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះដូច្នេះរងបានសម្រេចចិត្តសុំទោសដើម្បីបង្ហាញពីការយកចិត្តទ្រង់ក៏បានអធិប្បាយថាអាធរមានសមត្ថភាពខ្លាំងបានឆ្លងកាត់ឧបសគ្គនេះបានប៉ុន្តែគាត់ត្រូវតែរៀនពីរបៀបប្រព្រឹត្តខ្លួនឲ្យល្អជាងនេះព្រោះមិនមែនមនុស្សគ្រប់រូបសុទ្ធតែមានចិត្តទូលំទូលាយដូចស្ដេចទេបន្ទាប់ពីជេរគ្នាជាយូរមកឪពុកអាធរក៏បានសុំទោសហើយទទួលយកប្រាក់សំណងនោះក្នុងយប់នោះអាធរចាប់ផ្ដើមគិតថាអ្វីទាំងអស់ដែលបានកើតឡើងបានមកវិញគ្រាន់តែជាពាក្យអរគុណប៉ុណ្ណោះមិនថាយ៉ាងណាគាត់ក៏នៅតែជាកុមារម្នាក់ក្នុងពិភពលោកនេះប្រសិនបើចង់ប្រឈមមុខនឹងអំណាចនៃប្រទេសមួយទាំងមូលគាត់នៅតែត្រូវការកម្លាំងដែលសមនឹងវាផងដែរពីរបីថ្ងៃក្រោយមកខណៈអាធរកំពុងដើរលើផ្លូវអាធរបានឃើញបក្សីមួយដែលមានមុខយ៉ាងចម្លែកដោយចៃដន្យគាត់ក៏ប្រញាប់រត់តាមវាហើយបានប៉ះទង្គិចនឹងស្ត្រីចាស់ម្នាក់ស្លៀកពាក់ដូចមេធ្មប់នាងបាននិយាយថានាងបាននៅរងចាំអាធរជាយូរមកហើយសាលាស៊ីរីយ៉ូសត្រូវបានគេចាត់ទុកថាជាសាលាច្បាប់ដ៏មានកិត្យានុភាពបំផុតដែលមនុស្សគ្រប់គ្នាចង់ចូលរៀនស្ត្រីចាស់នោះដែលឈរនៅមុខអាថយឥឡូវនេះគាត់គឺជាអ្នកកាន់អំណាចទាំងមូលនៅទីនោះដោយសារនាងបានរវិនសិននិយាយអំពីចៅប្រុសរបស់នាងប្រាប់នាងជាច្រើនហើយនាងចង់ពិនិត្យមើលថាម្នាក់នោះខ្លាំងមែនឬអត់ស៊ីរីយ៉ូសមានការភ្ញាក់ផ្អើលខ្លាំងនៅពេលអាថរមិនបង្ហាញភាពភ័យខ្លាចចំពោះខ្លួនឬស្ទាក់ស្ទើរឡើយមុនការធ្វើតេស្តចំពោះអាថរគាត់ដឹងថាត្រូវបង្ហាញយ៉ាងហោចណាស់ផ្នែកមួយនៃកម្លាំងរបស់ខ្លួនដើម្បីបង្កើតចំណាប់អារម្មណ៍ល្អដូច្នេះគាត់បានប្រើធាតុខ្យល់ភ្លាមហើយបានប្រមូលធ្មេញមួយចំនួនហើយបាញ់ត្រង់ទៅខាងមុខទោះជាយ៉ាងណាយាយចាស់នោះប្រើតែដៃមួយប៉ុណ្ណោះដើម្បីបញ្ឈប់ហើយក៏តបទៅវិញឃើញថាចលនានោះមិនមានប្រសិទ្ធភាពអាថរបដូរទៅប្រើធាតុដីភ្លាមប៉ុន្តែត្រូវបានរុញថយក្រោយយ៉ាងងាយដូចជាមិនមានអ្វីបានកើតឡើងឡើយអាថរមិននឹកស្មានថានាងខ្លាំងដល់កម្រិតនេះទេដូច្នេះគាត់ចាប់ផ្ដើមយកចិត្តទុកដាក់យ៉ាងធ្ងន់ធ្ងរប៉ុន្តែមិនថាគាត់ប្រឹងប៉ុណ្ណាទេគាត់នៅតែត្រូវបាននាយកសាលានោះបោកចេញដូចជាសត្វរុយអញ្ចឹងស៊ីរីយ៉ូសបានផ្ដល់យោបល់ថាអាថរមានភាពទុកចិត្តខ្លួនឯងលើសពេកប៉ុនតែជាក់ស្ដែងដូច Vincent បាននិយាយមែនជំនាញប្រយុទ្ធនិងមន្តអាគមរបស់អាថរពិតជាល្អខ្ចោះមែននាយកសាលាបន្តការធ្វើតេស្តចុងក្រោយដោយបំលែងទៅជាសម្លេងមួយដែលធ្វើឲ្យអាថរត្រូវកាន់ក្បាលដោយការឈឺចាប់បន្ទាប់ពីព្យាយាមទប់ទល់មួយរយៈស្ត្រីចាស់នោះបានបញ្ឈប់ហើយប្រកាសថាអាថរបានឆ្លងកាត់ការធ្វើតេស្តរួចហើយនាយកសាលាមានអារម្មណ៍រំភើបយ៉ាងខ្លាំងហើយគាត់ចង់ឲ្យអាថរចូលរៀនភ្លាមនាងបានសួរថាតើគាត់មានអ្វីផ្សេងចង់និយាយទៀតទេបន្ទាប់មកអាថរបានដាក់លក្ខខណ្ឌថាគាត់ចង់ឲ្យនាយកសាលាប្រើឥទ្ធិពលសាលាដើម្បីជួយការពារគ្រួសាររបស់គាត់ផងទើបគាត់អាចទទួលយកការចុះឈ្មោះចូលរៀននិងទទួលនាយកសាលាជាគ្រូណែនាំផ្លូវការរបស់គាត់លើសពីនេះទៀតអាថរមិនទាន់ចូលរៀនភ្លាមនោះទេប៉ុន្តែត្រូវរងចាំរហូតដល់គាត់មានអាយុក្នុងស្រុកក្នុង3ឆ្នាំខាងមុខសិននាយកសាលាចង់ដឹងថាហេតុអ្វីបានជាគាត់ជ្រើសរើសបែបនេះដូច្នេះអាថរបានឆ្លើយថាគាត់ចង់រស់នៅឲ្យបានល្អបំផុតជាមួយគ្រួសារគាត់សិនដើម្បីធ្វើបានបែបនោះគាត់នឹងចាប់ផ្ដើមដំណើរផ្សងព្រេងយ៉ាងយូរមួយដែរដើម្បីសិក្សាពីរឿងរ៉ាវទាំងអស់អំពីពិភពលោកនេះនាយកសាលាក៏បានយល់ព្រមតាមសំណើរបស់អាថរដើម្បីទៅបញ្ចុះបញ្ចូលគ្រួសារហើយបន្តកិច្ចព្រមព្រៀងនឹងគ្នាប៉ុន្មានថ្ងៃក្រោយមកអាលីសចាប់ផ្ដើមបារម្ភព្រោះកូនប្រុសចង់ចាក់ចេញពីផ្ទះទៅធ្វើរឿងដែលគ្រោះថ្នាក់ប្តីគាត់ក៏បានស្នើឲ្យរកនរណាម្នាក់ធ្វើជាគ្រូណែនាំនៅសាលាផងដែរខណៈពេលនោះគាត់ត្រូវប្រពន្ធស្ដីបន្ទោសអាថរឃើញម្ដាយសោកស្ដាយពេកដូច្នេះគាត់បានប្រាប់ម្ដាយថាទោះបីជាគាត់ធ្វើដំណើរផ្សងព្រេងមែនតែគាត់នឹងព្យាយាមត្រឡប់មកលេងគ្រួសារវិញជាញឹកញាប់ប្អូនស្រីតូចក៏សោកស្ដាយដែរពេលត្រូវបែកពីបងប្រុសប៉ុន្តែអាថរនិយាយថាគាត់នឹងនៅទីនេះមួយរយៈសិនមុនចេញដំណើរតាមពិតគាត់គ្រាន់តែចង់ស្វែងយល់ពីពិភពលោកជុំវិញខ្លួនព្រោះចង់សាកល្បងដំណើរផ្សងព្រេងដូចឪពុកម្ដាយកាលពីនៅវ័យក្មេងអាលីសបានយល់អំពីវាប៉ុន្តែក៏ស្នើឲ្យកូនប្រាប់អ្វីទាំងអស់មិនត្រូវលាក់អ្វីឡើយពាក្យទាំងនេះបានប៉ះពាល់ដល់អារម្មណ៍អាថរព្រោះគាត់ពិតជាចង់ចែករំលែកអ្វីមួយជាមួយម្ដាយប៉ុន្តែមានរឿងខ្លះដែលគាត់មិនអាចនិយាយបានដូច្នេះពួកគេបានហៅមិត្តចាស់មកសួរថាតើនរណាម្នាក់ដែលស្ម័គ្រចិត្តធ្វើជាគ្រូណែនាំឲ្យអាថរអាដាមជាមនុស្សដំបូងដែលបដិសេធព្រោះមិនចង់ក្លាយជាគ្រូណែនាំក្មេងទេហើយបុគ្គលិកលក្ខណៈចម្លែករបស់គាត់ក៏មិនសមដែរខណៈអ្នកដ
តីកំពុងគិតស្រាប់តែជាស្មេងបានទទួលភារកិច្ចនោះអេនជេឡាមានការភ្ញាក់ផ្អើលព្រោះជាស្មេងជាមនុស្សឯកោប៉ុន្តែនាងពន្យល់ថាប្រសិនបើសម្រាប់ផលប្រយោជន៍អាធរនាងអាចធ្វើបានពួកគេបាននិយាយដោយរីករាយថាប្រសិនបើនិយាយពីសមត្ថភាពប្រយុទ្ធគ្មាននរណាសមជាងជាស្មេងទេដូច្នេះក្រុមទាំងមូលបានយល់ព្រមឲ្យនាងធ្វើជាគ្រូណែនាំក្នុងដំណើរផ្សងព្រេងខាងមុខបន្ទាប់ពីមួយរយៈមកអាធរត្រូវបាននាំទៅឃ្លាំងរបស់ផ្ទះដេញថ្លៃមួយដើម្បីរកដាវល្អឥតខ្ចោះមួយសម្រាប់ប្រើក្នុងការប្រឡងចូលក្លឹបផ្សងព្រេងទោះមានជម្រើសជាច្រើនក៏ដោយអាធរមិនបានរកឃើញដាវណាដែលសមនឹងគាត់ទេគាត់ចាប់ផ្ដើមយល់ថាមនុស្សភាគច្រើនក្នុងពិភពលោកនេះខ្លាំងដូច្នេះអាវុធក៏ធំនិងធ្ងន់ផងដែរពេលនោះស៊ីលវីបានហៅគាត់ទៅមើលវត្ថុមួយដែលស្រដៀងដាំឈើបាក់ដែលគាត់ទើបនឹងរកឃើញដំបូងអាធរមានការសង្ស័យបន្តិចប៉ុន្តែពេលលើកវាឡើងមកគាត់ភ្ញាក់ផ្អើលជាខ្លាំងព្រោះវាធ្ងន់ហើយគួរឲ្យភ្ញាក់ផ្អើលបន្ទាប់មកគាត់សម្រេចសាកល្បងបាញ់ចូលធម្មពលធាតុរបស់ខ្លួនចូលទៅក្នុងវាភ្លាមអាវុធចម្លែកនោះបានឆ្លើយតបទៅនឹងធម្មពលនាគហើយបំលែងទៅជាដាវពន្លឺដ៏ស្រស់ស្អាតមួយអាធរមានអារម្មណ៍ថាគាត់ទើបតែរកបានរបស់ល្អមួយដូច្នេះគាត់សាកល្បងវាទៅលើប្រអប់ឈើដែលនៅក្បែរនៅផ្នែកខាងក្រោមនៃដាវគាត់ក៏បានឃើញស្រមោលមួយផងដែរ